មាត្រា50បញ្ជីនៃពាក្យបណ្ដឹងនៅតាមតុលាការជាន់ដំបូងនីមួយៗត្រូវបង្កើតឲ្យមានបញ្ជីអัยការមួយសម្រាប់ចុះបណ្ដឹងដែលបណ្ដឹងដោយផ្ទាល់ដល់ព្រះអាជ្ញាឬដែលបញ្ជូនមកដោយមន្ត្រីនគរបាលយុត្តិធម៌គ្រប់បណ្ដឹងទាំងអស់ត្រូវតែចុះក្នុងបញ្ជីដោយមានខ្លឹមសារដូចតទៅអត្តសញ្ញាណរបស់អ្នកប្តឹងកាលបរិច្ឆេទដែលអัยការបានទទួលពាក្យបណ្ដឹងប្រភពនៃបណ្ដឹងផ្ញើមកផ្ទាល់ចំពោះព្រះអាជ្ញាឬក៏បញ្ជូនមកដោយមន្ត្រីនគរបាលយុត្តិធម៌ប្រភេទនៃរឿងហេតុដែលអ្នកប្តឹងបានរាយការណ៍ចំណាត់ការលើពាក្យបណ្ដឹងការសម្រេចតម្កល់រឿងទុកអត្ចាត់ការឬការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌបញ្ជីនៃពាក្យប្តឹងត្រូវកាន់កាប់ដោយលេខាធិការរបស់អัยការក្រោមការត្រួតពិនិត្យរបស់ព្រះអាជ្ញាបញ្ជីអាចត្រូវបានបើកមើលដោយអាជ្ញាធរតុលាការទាំងអស់ជាអាចគឺអគ្គព្រះអាជ្ញាអមសាលាឧទ្ធរ